សូមជូនរឿងស្ពានឥន្ទនូនៅប្រាសាទអង្គរវត្តព្រឹកមួយនៅប្រាសាទអង្គរមានពិធីបុណ្យសប្បាយក្មេងៗរត់លេងនិងរីករាយជាមួយគ្នាពន្លឺស្រីលានិងមិត្តភក្តិសើចលេងដោយអំណរចូលពន្លឺឃើញឥន្ទនូពណ៌ស្រស់លើប្រាសាទស្រីលាក៏ភ្ញាក់ផ្អើលដូចគ្នាពួកគេរំពឹងថាវាមានអ្វីស្រស់ស្អាតនៅចុងឥន្ទនូពន្លឺនិងមិត្តភក្តិតាមពីជាងឥន្ទនូពួកគេចង់ស្គាល់ថាវាត្រូវណាពួកគេរំពឹងទុកអ្វីដែលពិសេសពន្លឺនិងស្រីលាបានជួបទឹកស្ទឹងនិងថ្មជ្រួញពួកគេប្រយ័ត្នពេលឆ្លងកាត់អ្នកចាស់ទុំមកមើលក្មេងៗនិងផ្ដល់ការណែនាំពួកគេចាប់ផ្ដើមយល់ពីវិធីដំណើរឲ្យសុវត្ថិភាពពន្លឺស្រីលានិងមិត្តភក្តិឆ្លងឥន្ទនូពួកគេភ្ញាក់ផ្អើលនឹងពន្លឺលិចឡើងពីជើងទឹកនៅចុងឥន្ទនូមានផ្កាស្រស់ស្អាតច្រើនក្មេងៗរីករាយនឹងមើលនិងចាប់ផ្កាពួកគេត្រឡប់ទៅភូមិដោយមានផ្កាតាមខ្លួនភូមិរីករាយនឹងការទទួលពួកគេពន្លឺនិងមិត្តភក្តិចែកផ្កាទៅក្មេងៗនិងអ្នកចាស់ទុំពួកគេបានទទួលសេចក្តីសុខពីការចែករំលែកការគោរពប្រពៃណីនិងការសហការអាចនាំឲ្យការផ្សងព្រេងក្លាយជាសេចក្តីសុខរំលឹកថាមិត្តភាពនិងការយកចិត្តទុកដាក់គឺមានតម្លៃ